នំខ្មៅដុំចឹងតែកូនចូលចិត្តញ៉ាំមកចង់ដឹងពីរបៀបធ្វើអត់ងាយស្រួលប្រាប់ពីរបៀបធ្វើអាចមើលបាននេះមានតែប៊ឺសូកូឡាស្ករប្រោនហើយនឹងម្សៅមីហើយនឹងម្សៅឆូកាឡេតហើយនឹងពងមាន់ដំបូងយើងដាក់ទឹកក្តៅចូលក្នុងខ្ទះហើយយើងដាក់ប៊ឺជាមួយនឹងសូកូឡាមកលាយវាកូរវាឲ្យសព្វចឹងណាកូរវារហូតដល់លាយវាអស់ចឹងតែអានេះយើងដាក់លើភ្លើងហើយយើងដាក់ទៅនៅលើទឹកក្តៅដើម្បីឲ្យវាលាយវាចឹងដូចរូបបន្ទាប់មកយើងយកស្ករហើយយើងពុះពងមាន់ដាក់ចូលក្នុងស្ករនឹងស្ករយើងត្រូវស្ករសក៏បានយើងស្ករពណ៌ប្រោនចឹងក៏បានដែរបន្ទាប់មកយើងយកម៉ាស៊ីនវាយវាកូរវាឲ្យម៉ត់លាយទៅជាស្ករចឹងណាជាមួយពងមាន់ហើយបើសិនជាអ្នកណាក៏អត់មានម៉ាស៊ីននេះក៏ដាក់វាយដែកបានគ្រាន់ថាវារៀងយូរតិចចឹងណាបន្ទាប់មកយើងចាក់ប៊ឺជាមួយនឹងសូកូឡាម្លាយហ្នឹងដាក់ចូលនៅក្នុងពងមាន់មួយស្ករហ្នឹងកូរវាឲ្យសព្វដែរកូរសព្វហើយតោះមកយើងយកម្សៅជាមួយនឹងម្សៅកាកាវហ្នឹងដាក់ចូលក្នុងល្បាយដែលយើងលាយសព្វហ្នឹងណាកូរដាក់ចូលគ្នាកូររហូតដល់ខ្លាយទៅជាល្បាយបែបនេះគឺរួចរាល់ហើយយើងយកម្សៅដែលយើងលាយហើយដាក់ចូលក្នុងពុម្ពដើម្បីដាក់ចូលក្នុងឡដុតរយៈពេលប្រហែល20នាទីឆ្អិននៃនំអញ្ចឹងយើងយកចេញពីឡមកកាត់ដុំបែបនេះ